បើសុកប្តីសុំរៀបការម្ដងទៀតគួរឲ្យយកព្រមអត់ណតែលោរូបលើកនេះគឺមានអារម្មណ៍ថាសប្បាយចិត្តរំភើបភ័យមកជួយការលើកទី2មែនតើអត់ឲ្យសប្បាយចិត្តមកបើរូបកូនកំមុំឡើងស្អាតនេះហើយដល់ខែកែតោះបងប្អូនខ្ញុំប្រាប់កន្លែងល្អណាហាងរូប៊ីតានៅម្ដុំទូតពងនឹងឯងឡើយគេមានម៉ូតកូនកំមុំខ្ជូតរូបធំក៏មានរូបខ្លីពេលកាត់នំហើយក៏មានដែរសំខាន់នៅគឺតែម៉ូតខ្ជូតតែម្ដងតម្លៃសមរម្យណារូបនៅខាងគាត់គឺមានស្រាប់បងប្អូនអាចលោតដល់ទីតាំងបានឬក៏ម៉ូតខ្លះយើងអាចបរិអូដឺមុនក៏បានដែរហើយពេលទិញអាឡុងរົບកន្លែងណាគេមានជាងសេរីឲ្យវិញទៀតអូយម៉ូតរ៉ូបនេះគឺស្អាតខ្លាំងមែនតើពេលរំភើបចង់យំដោយសារការហ្នឹងខ្ញុំឆុងមួយរ៉ូបសចង់អត់បានពាក់រ៉ូបសមួយគេមួយឯងទេហើយរ៉ូបលើខ្លួនខ្ញុំនេះតើ$98ណាបងប្អូនមើលរ៉ូបគេឲ្យហើយនេះឡើងខះឡើងស្អាតឡើងប្លិញហ្មងខ្ញុំជាប់ចិត្តលើម៉ូតហ្នឹងមែនតើបងប្អូនមើលឲ្យហើយស្អាតខ្លាំងហើយរ៉ូបនេះគេកំពុងតែត្រេនណាហើយនៅចិនណាបងប្អូនគឺមានការច្រើនណានិយាយទៅមកលើកនេះគឺសបោម៉ូតកូនកំមុំតែម្ដងតែក្រៅពីហ្នឹងក៏មានរ៉ូបពណ៌ផ្សេងហើយបងប្អូនឲ្យពាក់តែញ៉ាំការក៏បានដែរតោះកុំភ្លេចសែវកន្លែងគាត់ទុកមួយប្រយ័ត្នតែពេលត្រូវការបងប្អូនរកផេកទិញអត់មានទាំងរ៉ូបកូនកំមុំចូលកម្មវិធីរ៉ូបញ៉ាំការអីក៏មានដែរសបោម៉ូតសបោបែបចឹងតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលទស្សនាវីដេអូដល់ចប់ណាខែ12ជាខែដែលខ្ញុំចូលចិត្តជាងគេជាខែគ្រីស្មាស់ក៏ជាខែគូកំណើតប្តីខ្ញុំដែរយើងមិនធ្វើដើមគ្រីស្មាស់ថ្ងៃនេះខ្ញុំបានសម្រេចក្តីសម័យរបស់ខ្លួនមួយទៀតហើយគឺមានដើមគ្រីស្មាស់មួយនៅផ្ទះខ្លួនឯងស្រឡាញ់គ្រីស្មាស់តាំងពីទូចហើយដល់ឥឡូវបានសម្រេចក្តីសម័យហ្នឹងហើយកាន់តែរំភើបទៀតខ្ញុំបានសម្រេចវាជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ហើយខ្ញុំជឿថាអូនកូកាក៏ចូលចិត្តដើមគ្រីស្មាស់នឹងដែរដើមគ្រីស្មាស់របស់ខ្ញុំដែលករៀងប្លែកតិចអីគឺលក្ខណៈបែបថ្លាហើយធ្លាក់តកក់ធ្លាក់អីចឹងណាធានាថាបងប្អូនប្លែកភ្នែកហ្មងនិយាយទៅដើមគ្រីស្មាស់ហ្នឹងគឺខ្ញុំបានទិញពីចិនទាំងដែលគួរទាំងអីហ្មងចូល180ទៅធូរថ្លៃច្រើនហើយកម្ពស់របស់វាគឺ2.1 ម៉ែត្រហើយមិញហ្នឹងខ្ញុំនិយាយថាដើមគ្រីស្មាស់ជាក្តីសម័យរបស់ខ្ញុំប្រហែលថ្ងៃមុនខ្ញុំមានផុសវីដេអូនិយាយថា2អ្នកខ្ញុំហ្នឹងមានកម្រងនៅខែ12ហើយអត់ទាន់ប្រាប់បងប្អូនថាកម្រងពិសេសនឹងអីទេតែអត់ចង់ឲ្យបងប្អូនច្រឡំថាជាមួយនឹងដើមគ្រីស្មាស់ហ្នឹងណាមួយថ្ងៃនេះគឺខ្ញុំកំពុងតែធ្វើបច្ចេកមួយពាក់ព័ន្ធជាមួយនឹង brand Gen Z របស់ខ្ញុំបច្ចេកហ្នឹងគឺយើងចាប់ផ្ដើមនៅខែ12បងប្អូនសាក់ទីទាំងអស់គ្នាមើល Gen Z មានអីថ្មីហើយទៅបច្ចេកហ្នឹងគឺពីរអ្នកខ្ញុំដាក់ចិត្តដាក់កាយនៅក្នុងហ្នឹងហ្មងសង្ឃឹមថាវានឹងបានសម្រេចក្តីសម័យដូចជាដើមគ្រីស្មាស់ហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនស្រឡាញ់ brand ខ្ញុំដូចស្រឡាញ់ខ្ញុំអញ្ចឹងអាដឹងថាបងប្អូនមានស្រឡាញ់ខ្ញុំអត់ទេនិយាយពីដើមគ្រីស្មាស់វិញនិយាយទៅម៉ូតហ្នឹងបងប្អូនឃើញប្លែកភ្នែកអត់ខ្ញុំរុំលួសមកតង់រុំក្រំកម្មមកតង់ហើយខ្ញុំរុយក្រំកម្មពីលើមកតង់ទៀតអញ្ចឹងមានអារម្មណ៍ថាមើលពីចង្ងាយឡងដូចធ្លាក់តកក់តែម្ដងគាត់តែធ្វើហើយខ្ញុំសប្បាយឡងលោតហ្មងគឺស្អាតហើយប្លែកភ្នែកមែនតែនខ្លាំងមែនតែនហ្មងអាណិតប្តីខ្ញុំឯណាខំជួយធ្វើដល់ម៉ោង 2:10 យប់ដើមគ្រីស្មាស់ហ្នឹងទៅប្តីខ្ញុំឲ្យតែខ្ញុំចូលចិត្តទិញឲ្យជួយធ្វើអត់ល្អទេអត់ដែរល្អដាក់ប្រពន្ធនេះឲ្យតែប្រពន្ធចូលចិត្តនិយាយទៅខ្ញុំសំណាងខ្លាំងមែនតើដែលបានប្តីចេះយកចិត្តប្រពន្ធហើយស្រឡាញ់ប្រពន្ធអញ្ចឹងណាបងប្អូនរ៉េតឲ្យដើមគ្រីស្មាស់ខ្ញុំមិនដែរគាត់តែមើលដើមគ្រីស្មាស់ហ្នឹងបេះដូងខ្ញុំឡើងចង់លោតចេញក្រៅហើយនេះ